បាទជម្រាបសួរពុកម៉ែបងប្អូនបាទចេញក្បាលវីដេអូមកសំណំយ៉ាងបងប្អូនគឺវីដេអូដែលខ្ញុំហូបនំតាមផ្លូវបងប្អូនបាទគឺថាក្លៀនក៏ធ្វើដំណើរលេងឆ្វែលប្រាសាទនៅក្នុងខេត្តសៀមរាបក៏ក្លៀនក៏ទិញនំញ៉ាំទៅបងប្អូនបាទទិញនំញ៉ាំមួយផ្លេតទៅក៏បន្តទៅមុខទៀតអញ្ចឹងណាបងប្អូនបាទថ្ងៃនេះតនីមួយថ្ងៃហើយក៏ចំថ្ងៃភ្លៀងដែរបាទគាត់ជួនអីក៏ថ្ងៃឈឺភ្នែកដែរបងប្អូនបាទទៅតែបានរៀងធូរពីការឈឺភ្នែកដែរក៏ចេញដំណើរមកហាងកាហ្វេបាទញ៉ាំកាហ្វេមួយកែវហើយក៏ចេញដំណើរទៅបងប្អូនបាទហាងកាហ្វេនេះក៏នៅជិតផ្ទះដែរបងប្អូនបាទគឺសម្បូរតែជន់មកហូបកាហ្វេនៅកន្លែងនេះច្រើនបងប្អូនបាទការចេញដំណើរនេះគឺខ្ញុំចេញដំណើរឆ្ពោះទៅកាន់ស្រុងកោធំហើយក៏ចូលទិញអីញ៉ាំសិនបងប្អូនដែលនៅក្នុងវីដេអូនេះពេលដែលខ្ញុំបត់ម៉ូតូហើយបាទខ្ញុំឆ្លងផ្លូវជាតិលេខ6យើងហើយក៏ឆ្លៀតចូលទិញនំបងប្អូនបាទនំនោះគឺប្រភេទនំជាជៀនជាអីហ្នឹងបងប្អូនយើងលក់តាមដងផ្លូវនៅក្បែរវិទ្យាល័យសម្ដេចឪបាទតែសិននៅក្នុងភូមិគោកដូងយើងបងប្អូនបាទអញ្ចឹងក៏ទិញសិនទៅបងប្អូនដោយសារតែក្លៀនបាទទម្លាប់ខ្ញុំឲ្យតែក្លៀនគឺញ័រអញ្ចឹងទៅក៏ទិញដាក់ក្នុងប្រអប់ម៉ូតូហ្នឹងដើម្បីទុកមកញ៉ាំតាមផ្លូវព្រោះខ្លាចតែក្លៀនខ្លាំងក៏ញ័រវល់មុខវល់អញ្ចឹងបងប្អូនបាទនេះក៏ជប់ទិញសិនបងប្អូនទិញហើយក៏ដាក់នំចូលទៅក្នុងប្រអប់នោះហើយក៏ចាក់សោបាទចាក់សោហើយក៏បានចេញដំណើរហើយផ្លូវដែលខ្ញុំចេញដំណើរទៅគឺឆ្ពោះទៅប្រាសាទអង្គរវត្តមុនដែលឆ្លងកាត់តាមពលានយន្តហោះអន្តរជាតិសៀមរាបចាស់បាទតែជាកន្លែងខ្ញុំធ្លាប់ធ្វើការពីមុនបងប្អូនបាទដោយសារឃ្លាតពីកន្លែងនឹងរៀងយូរដែរក៏ចង់ឃើញទេសភាពតាមដងផ្លូវយ៉ាងម៉េចដែរដោយសារនៅតាមដងផ្លូវមួយនេះគឺមានទេសភាពស្អាតបងប្អូនជាពិសេសការដាំផ្កាចំប៉ីបងប្អូនបាទផ្កាចំប៉ីនៅតាមដងផ្លូវហើយដល់រដូវកាលនេះគឺផ្កាចំប៉ីរីកអីចឹងទៅបាទដោយសារអតីតកាលធ្លាប់ឆ្លងកាត់នៅទីនេះគឺខ្ញុំតែងតែមើលទេសភាពការរីកតាមដងផ្លូវបងប្អូនបាទគឺស្អាតមែនទែនបងប្អូនហើយតាមដងផ្លូវក៏មានផ្ទះអ្នកភូមិយើងច្រើនដែរហើយជាកន្លែងដែលខ្ញុំតែងតែជិះទៅមកជារៀងរាល់ថ្ងៃធ្វើការអញ្ចឹងណាបាទដោយឡែកឃ្លាតពីទីនេះយូរអញ្ចឹងខ្ញុំក៏ឆ្លៀតធ្វើដំណើរតាមដងផ្លូវនេះម្ដងទៀតបងប្អូនបាទឃើញថាទេសភាពនៅស្អាតដូចដើមបាទអ្វីដែលមិនដូចដើមគឺកន្លែងការងារត្រូវបានផ្លាស់ប្ដូរថ្មីបាទឆ្ពោះទៅកាន់លានយន្តហោះអន្តរជាតិសៀមរាបថ្មីដែលមានទីតាំងស្ថិតនៅក្នុងស្រុកសូនីគុំរៀងឆ្ងាយបងប្អូនបាទបើគិតពីផ្ទះរបស់ខ្ញុំទៅនឹងតាមផ្លូវដែលខ្ញុំជិះវៀងហ្នឹងគឺ61គីឡូបាទចេញពីផ្ទះរបស់ខ្ញុំបាទទៅមករាល់ថ្ងៃគឺ61បូក61បាទវាស្មើទៅនឹង102គីឡូដីបងប្អូនអញ្ចឹងខ្ញុំត្រូវធ្វើដំណើរប្រចាំថ្ងៃគឺ102គីឡូដីជារៀងរាល់ថ្ងៃបងប្អូនបាទបងប្អូនយើងធ្វើដំណើរមកជិតដល់ពលានយន្តហោះអន្តរជាតិសៀមរាបចាស់ហើយយើងឃើញដំបូលលំបងប្អូននៅខាងនោះគឺដំបូលពលានចាស់បងប្អូនហើយកន្លែងនេះគឺកន្លែងអនុស្សាវរីយ៍សម្រាប់អ្នកធ្វើការសម្រាប់ញៀវទេសចរដែលគាត់ធ្លាប់មកកំសាន្តខេត្តសៀមរាបបងប្អូនបាទហើយយើងឃើញថាទិដ្ឋភាពនិងទេសភាពនៅទីនេះនៅតែស្រស់ស្អាតដដែលជាពិសេសគឺរចនាបថពលានបាទស្អាតបងប្អូនឃើញដំបូលនឹងពណ៌ក្រហមឆ្អៅបងប្អូនបាទហើយវីដេអូនេះខ្ញុំអត់បាន edit កាត់តអីទេបាទគឺវីដេអូ zin តែម្ដងបាទថតពីកាមេរ៉ាមិនក៏ដាក់ចែកជូនបងប្អូនបានទស្សនាខ្លះទៅបងប្អូនបាទគឺថាបងប្អូនពេញចិត្តវីដេអូនេះផងដែរបាទការធ្វើដំណើរលើដងផ្លូវនេះគឺបងប្អូនអាចទេសនាទេសភាពតាមដងផ្លូវអាចឃើញនៅពលានយន្តហោះអន្តរជាតិសៀមរាបចាស់ក៏ដូចជាកន្លែងញ៉ាំអាហារនៅតាមដងផ្លូវបាទដោយសារផ្លូវនេះគឺផ្លូវឆ្ពោះទៅកាន់ប្រាសាទអង្គរតូចបងប្អូនគឺมันឆ្ងាយទេចេញពីពលានយន្តហោះចាស់ឆ្ពោះទៅកាន់មុខប្រាសាទអង្គរតូចនេះប្រហែលជាខ្ទង់2គីឡូជាងអញ្ចឹងបងប្អូនគឺទៅដល់បងប្អូនហើយនៅកន្លែងនេះគឺมันឆ្ងាយពីបារាយផងដែរបាទប៉ុន្តែខ្ញុំអត់បានជិះចូលទៅបារាយទេក៏ឆ្ពោះទៅកាន់ប្រាសាទអង្គរវត្តតែម្ដងបាទហើយនេះជាកែងពលានអន្តរជាតិសៀមរាបចាស់ហើយកន្លែងនេះកាលពីដើមឡើយគឺសម្បូរអ្នកលក់ណាបងប្អូនមានតាំងពីប្រហិតជៀនបុកលហុងពងទាកូនបាទឲ្យដល់ល្ងាចឡើងប្រជាជនគាត់អបសុកអីគាត់មកមើលយន្តហោះបងប្អូនបាទនៅកន្លែងនេះគឺថាយន្តហោះរៀងរាល់ល្ងាចគឺសម្បូរពេលល្ងាចហ្នឹងសម្បូរខ្លាំងហើយ
ជាជនគាត់ឲ្យតែធ្វើការអត់នឿយអីខ្ញុំគ្នាមកញ៉ាំអីនៅកន្លែងនេះដើម្បីតែខ្ញុំតាំងគេចឹងតាំងពីមុនខ្ញុំចូលបម្រើការងារក្នុងវិស័យអាកាសចរណ៍ហ្នឹងបងប្អូនបាទបងប្អូនកន្លែងនេះគឺស្រះគេហៅបឹងលពៅបាទបឹងលពៅនេះក៏ជាកន្លែងញ៉ាំអីផងដែរបាទមានអាហារដ្ឋានអីក្បែរនឹងដែរបើថាជាខែវស្សាវិញកន្លែងនេះគឺស្អាតមានទឹកបាទដោយសារមានស្រែជំរឿនៅខាងដងផ្លូវហ្នឹងគឺមានទឹកមានអីក៏ស្អាតបងប្អូននេះកន្លែងញ៉ាំអីបានមាននំបញ្ចុកទឹកប្រហុកអីចឹងទៅបងប្អូនបាទហើយកន្លែងនេះក៏មានលក់ទឹកត្នោតលក់អីចឹងណាបាទគឺថាស្អាតហើយបើធ្វើដំណើរពីកន្លែងនេះទៅប្រាសាទអង្គរវត្តគឺមិនឆ្ងាយទេបាទហើយនៅជុំវិញដងផ្លូវនោះនៅតាមដងផ្លូវសុទ្ធតែផ្ទះបងប្អូនបាទគឺថាផ្ទះច្រើនមែនទែនបាទហើយជាជនយើងរស់នៅក្បែរអង្គរក៏ច្រើនដែរហើយទេសភាពតាមដងផ្លូវមានដើមឈើមានអីស្រស់ត្រកាលអញ្ចឹងបងប្អូនបាទបងប្អូនការធ្វើដំណើរនៅលើដងផ្លូវនេះគឺថាស្រស់ស្រាយបងប្អូនដោយសារដូចខ្ញុំបាននិយាយអញ្ចឹងដោយសារមានដើមឈើមានអីអញ្ចឹងមកលុបត្រជាក់ឈឹងត្រជ័យបាទកន្លែងនេះគឺគ្រាន់តែជាកន្លែងចាប់ផ្ដើមទេអត់ដល់កន្លែងផ្លូវក្នុងបរិវេណអង្គរបងប្អូនក្នុងបរិវេណអង្គរបងប្អូនឃើញដើមឈើខ្ពស់ចឹងទៅបាទជិះលេងបាទស្រស់ស្រាយមែនទែនបាទជាពិសេសនេះរដូវក្តៅក៏ត្រជាក់ដែរចង់និយាយថាដោយសារមានម្លប់ឈើមានអីចឹងទៅបាទហើយដងផ្លូវមួយនេះដែរគឺស្ថិតនៅលើភូមិគូកតាច័ន្ទបងប្អូនបាទគូកតាច័ន្ទនោះគឺមិនឆ្ងាយពីប្រាសាទអង្គរវត្តទេការជិះលើដងផ្លូវនេះគឺចំប្រាសាទអង្គរវត្តត្រង់តែម្ដងពីប៉ែកខាងលិចដោយសារតែអង្គរវត្តយើងបែរមកខាងលិចហើយផ្លូវនេះគឺចាក់ចំតែម្ដងបងប្អូនហើយយើងមានផ្សារបាទមានកូនផ្សារមួយសម្រាប់អ្នកភូមិគាត់យកឲ្យវាយវ៉ាន់មកលក់ជាពិសេសគឺបន្លែធម្មជាតិបាទត្រីសាច់អីចឹងណាបាទមានតម្លៃធូរថ្លៃសមរម្យបាទហើយប្រជាជនយើងតែងតែមកគ្រប់ត្រូលផលិតផលដែលលក់ដោយអ្នកភូមិអញ្ចឹងបងប្អូនបាទឥឡូវនេះយើងកាន់តែគៀកមកដល់អង្គរហើយបងប្អូនបាទគឺថាឃើញដើមឈើស្រោងអញ្ចឹងទៅបាទហើយផ្លូវនេះគឺចាក់ចេញពីវលានយន្តហោះហ្នឹងឯងបងប្អូនគឺថាសប្បាយមែនទែនបាទចង់និយាយថាបើចិនជាអូថាកម្មវិធីបុណ្យចូលឆ្នាំអីគឺប្រជាជនយើងមកលេងច្រើនហើយផ្លូវនេះឡើងចង្អៀតឡានក៏ច្រើនអញ្ចឹងតែនេះក្រោយចូលឆ្នាំគឺយើងអត់មានឡានអីចង្អៀតទេបងប្អូនគឺជិះមកសប្បាយបងប្អូនបាទដោយសារតែការអបសុងអញ្ចឹងទាញការអបសុងនោះវាលបួងខ្ញុំនឹងឲ្យជិះឆ្វែបងប្អូនបាទប៉ុន្តែអត់ដែលសូវបានឡើងប្រាសាទជួយត្បិតឲ្យខ្ញុំអ្នកសៀមរាបគឺអត់សូវបានចូលប្រាសាទទេគឺខ្លះចង់ចាញ់ទាំងអ្នកមកពីចម្ងាយបងប្អូនបាទមកពីស្រុកឆ្ងាយពីខេត្តឆ្ងាយពីប្រទេសផ្សេងអញ្ចឹងណាម្នាក់សៀមរាបមិនសូវបានចូលដែរបងប្អូនបាទបងប្អូនបើបងប្អូនអបសុកអីមកលេងសៀមរាបអាចបបួលខ្ញុំដល់លេងបាននិយាយស្អីមិត្តភក្តិដែលតែងតែស្គាល់ខ្ញុំអីចង់ជិះម៉ូតូដល់លេងអីអាចប្រាប់មុនបានអញ្ចឹងណាខ្ញុំជិះកណ្ដរបាទហើយកំដរបងប្អូនឆ្វែលក្នុងបរិវេណតំបន់ទេសចរខេត្តសៀមរាបបាទឃើញថាគឺស្រស់ស្រាយមែនទែនបើបងប្អូនមកដល់សៀមរាបហើយស្គាល់អីតាក់ទងមកផងបាទបាទបងប្អូនវីដេអូនេះការអធិប្បាយអីមិនមានច្រើនទេមានត្រឹមតែថាខ្ញុំដាក់វីដេអូឲ្យបងប្អូនបានទស្សនាបន្តអញ្ចឹងណាបាទការអធិប្បាយក៏មិនបាត់កោះក្បាយដែរបងប្អូនបាទ